នេះខ្ញុំឈ្មោះខុនណាលីណាជាអតីតសិស្សនិទេស A លំដាប់បន្ទុក100ចុចមកពីសាលារដ្ឋាភិបាលទីតាំងប៉ោយប៉ែតទី2ហើយថ្ងៃនេះផងដែរនាងខ្ញុំបានមកចូលរួមកម្មវិធីសម្ដែងសម្ដែងសិស្សនិទេស A ជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសំណររីករាយយ៉ាងក្រៃលែងដែលបានមានឱកាសមានវត្តមាននៅក្នុងកម្មវិធីមួយនេះហើយថ្ងៃនេះផងដែរគឺខ្ញុំទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន2លានរៀលហើយក៏ដូចជា tablet មួយគ្រឿងផងដែរហើយសម្រាប់ចំណាយរបស់វិញគឺដោយសិស្សនិទេស A ទូទៅដែរគឺខ្ញុំពិតជាមានសេចក្តីរីករាយសប្បាយចិត្តខ្លាំងមែនតើហើយក៏មានមោទនភាពចំពោះខ្លួនឯងក៏ដូចជាមោទនភាពជាមោទនភាពមួយដល់គ្រួសាររបស់នាងខ្ញុំផងដែរហើយគន្លឹះដែលខ្ញុំអាចទទួលបាននិទេស A លំដាប់បន្ទុក100ចុចហ្នឹងគឺមានគោលចំហអញ្ចឹងការប្រកាន់នៅគោលចំហរឹងមាំហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនទែនគឺយើងត្រូវប្រកាសក្នុងចិត្តថាយើងមានចិត្តនឹងណយើងត្រូវខិតខំសិក្សារៀនសូត្រហើយយើងមានការតាំងចិត្តខ្ពស់ទើបអាចទទួលបានលទ្ធផលល្អតែប៉ុណ្ណោះនាងខ្ញុំក៏មានសេចក្តីថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអញ្ញាជីធីឡាជាអគ្គនាយកនៃស្ថាប័នអប់រំ NCC Group ក៏ដូចជាសាលារដ្ឋាភិបាលភូមិដោយសារតែលោកបានមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាអប់រំរបស់សិស្សានុសិស្សនៃសាលារដ្ឋាភិបាលភូមិគ្រប់ខេត្តក្រុងទាំងអស់គឺទាំងលោកគ្រូអ្នកគ្រូគឺមានចំណេះវិជ្ជាជីវៈខ្ពង់ខ្ពស់ហើយជាពិសេសនោះគឺលោកអញ្ញាបានផ្ដល់ជាប្រាក់រង្វាន់ផ្សេងៗសម្រាប់សិស្សនិទេស A ក៏ដូចជាសិស្សនិទេស B ដែលអាចថានេះគឺជាការលើកទឹកចិត្តមួយដល់សិស្សានុសិស្សទាំងអស់ឲ្យគាត់កាន់តែមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមហើយជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូនៃសាលារដ្ឋាភិបាលភូមិទាំងអស់ដែលបានបណ្ដុះបណ្ដាលខ្ញុំតាំងពីកុមារដែលអាចនិយាយបានថាសាលារដ្ឋាភិបាលភូមិគឺជាផ្ទះទី2របស់នាងខ្ញុំហើយគឺជាកន្លែងមួយដែលបានបណ្ដុះបណ្ដាលនាងខ្ញុំឲ្យអាចទទួលបានលទ្ធផលនៅថ្ងៃនេះជាសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះលឹមហេងឡុងជាអតីតសិស្សមកពីសាលារៀនសមរភូមិទីតាំងច្បារអំពៅទីតាំងទី27ហើយថ្ងៃហ្នឹងចំពោះចំណាប់អារម្មណ៍ពិតជាមានអារម្មណ៍សំណរីករាយក៏ដូចជាសប្បាយចិត្តដោយសារតែវាជាក្តីសម័យមួយដែលសិស្សានុសិស្សមិនថាទាំងខ្ញុំទាំងគេសុទ្ធតែចង់មានឱកាសក្នុងការមកធ្វើការណែនាំក៏ដូចជាបានចូលរួមក្នុងកម្មវិធីហ្នឹងដោយសារតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់សិស្សានុសិស្សក៏ដូចជាអបអរសិស្សានុសិស្សទាំងអស់គ្នាដែលទទួលបាននិទេស A ហើយក៏សូមជូនពរទៅដល់សិស្សានុសិស្សដទៃទៀតឲ្យពួកគាត់នឹងមានឱកាសបានមកកម្មវិធីនឹងក្នុងឆ្នាំក្រោយហើយឲ្យពួកគាត់ទាំងអស់គ្នានឹងខិតខំប្រឹងប្រែងរៀនសូត្រដោយសារតែបើកាលណាយើងខិតខំប្រឹងប្រែងរៀនសូត្រទៅយើងមិនត្រឹមតែបានជួយខ្លួនឯងយើងបានជួយដល់សង្គមជាតិហើយវាបានផលប្រយោជន៍ទាំងសង្គមជាតិទាំងខ្លួនឯងហើយបានមកធ្វើការសម្ដែងសម្ដារជាមួយនឹងសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូក៏ដូចសិស្សានុសិស្សទាំងអស់គ្នាហ្នឹងធ្វើការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនក៏ដូចជាខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយើងឈ្មោះទៅកាន់គោលដៅរបស់យើងផ្ទាល់ជាចុងបញ្ចប់ហ្នឹងខ្ញុំក៏សូមធ្វើការអរគុណក៏ដូចជាថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូលោកនាយកហើយជាពិសេសក៏ដូចជាលោកអង្ញាជាទីឡាយដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយទាំងកម្លាំងចិត្តក្នុងការជួយជាចំណែកមួយយ៉ាងធំដល់សិស្សានុសិស្សទាំងអស់គ្នាហ្នឹងអាចទទួលបាននៅក្តីស្រមៃរបស់ពួកគេហើយក៏អាចផ្ដល់នៅចំណេះវិជ្ជាផ្សេងដែលធ្វើឲ្យខ្ញុំហ្នឹងមានឱកាសបានទទួលបាននិទេស A ក៏ដូចជាសម្រាប់នៅក្តីស្រមៃរបស់ខ្ញុំហើយក៏អរគុណទៅដល់សាលារៀនសុវណ្ណភូមិដែលតែងតែខិតខំប្រឹងប្រែងផ្ដល់នៅចំណេះដឹងក៏ដូចជាផ្ដល់នៅគ្រឿងបរិក្ខារសាលាដ៏មានទំនើបដែលធ្វើឲ្យខ្ញុំហ្នឹងអាចប្រើប្រាស់និងជួយជាចំណែកមួយដែលធ្វើឲ្យខ្ញុំជោគជ័យនៅថ្ងៃនេះការជោគជ័យហ្នឹងក៏បានមកពីសាលារៀនសុវណ្ណភូមិជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះតចុកសំណាងជាសិស្សនិទេស A មកពីរាជធានីភ្នំពេញហើយខ្ញុំរៀននៅសាលារៀនសុវណ្ណភូមិទី28ចំពោះកម្មវិធីថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដែលយើងបានរៀបចំកម្មវិធីចំណាយចំណាយសិស្សនិទេស A ជុំគ្នាគឺ3020នាក់ទាំងសញ្ញាបត្រកម្មសិក្សាទុតិយភូមិនិងសញ្ញាបត្រវិជ្ជាជីវៈកម្រិត3ហើយយើងបានមកជួបជុំគ្នាមួយជួបមិត្តភ័ក្តិយើងដែលបានរៀបពីវិទ្យាល័យគឺមានអារម្មណ៍រីករាយចឹងជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូនៅសាលារដ្ឋាភិបាលភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនខ្ញុំរហូតដល់ខ្ញុំទទួលបានលទ្ធផលដូចនៅក្នុងថ្ងៃនេះចឹងសម្រាប់បងប្អូនដែលត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026នេះគឺ
សូមឲ្យបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលល្អហើយសូមខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីទទួលបាននីតិ A សម្រាប់បងប្អូនចូលបាក់ឌុបនៅក្នុងឆ្នាំ2026នេះពីបងទៅគឺជូនពរបងប្អូនទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយសូមឲ្យបងប្អូនខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីទទួលបានលទ្ធផលដូចមាននៅក្នុងថ្ងៃនេះហើយបានមកជួបសម្ដេចដូចបងដែរ